បើសិនថ្ងៃអនាគតវៀតណាមសាងសង់ស្ពានហាទៀងទៅដល់កោះត្រល់មែនតើខ្មែរអាចតវ៉ាឬធ្វើអ្វីបានទេអត់នេះអត់បានទេគឺអត់បានទេណាតាមមើលទៅមិនយូរទេកោះត្រល់នឹងភ្ជាប់ទៅខេត្តអានយ៉ាងមិនយូរទេឆាប់នឹងហើយ2027ស្ពានហើយនឹងផ្លូវចូលសមុទ្រតាក់ទងនឹងកំពង់ផែហាទៀងនឹងធ្វើហើយនឹងបន្តធ្វើតទៅទៀតមិនយូរទេហើយការតវ៉ាអីក៏តវ៉ាបានដែរណេនសួស្ដីខ្ញុំមិនដឹងទេណាសាវុតខ្ញុំមិនដឹងទេខ្ញុំដឹងប៉ុន្តែខ្ញុំឲ្យចាឯងនឹងនិយាយប្រាប់ខ្ញុំមីកថាធីសវណ្ណថាវាយករឿងហ្នឹងទៅផ្សាយអូខេអា Democratic Internal ហ្នឹងអាហ្នឹងអង្គការអាចក្បីអូខេអង្គការអាចក្បីមួយអូខេអា Centris Democratic Internal ហ្នឹងគឺជាអង្គការអាចក្បីដែលពួកឆ្វេងវាបង្កើតឡើងដើម្បីជួយអាចក្បីគ្នាវាអញ្ចឹងហើយបាននៅក្នុងវិវាទកម្ពុជាណាអង្គការអាចក្បីនេះវាចេញថ្កោលទោសសួរថាពេលវាថ្កោលទោសថៃនឹងថៃវាខាតអីថៃវាឲ្យផោមមកវិញអាអង្គការនឹងជាស្អីតែឆែកមើលនៅក្នុង Google មើលចេះឯងទៅឆែកមកអង្គការនឹងមានអាចក្បីទេតែអាចក្បីអត់មានផងអាចមន់ក៏គ្មានដែរអាចផ្សេងក៏អត់មានដែរមានអាចកណ្ដុរអង្គការនឹងជាអង្គការដែលពួកឆ្វេងគេបង្កើតឡើងនៅក្នុងបរិបទនៃសម្ព័ន្ធនយោបាយអត់បានការអីទេមីកថាវាយករឿងហ្នឹងមកផ្សាយបន្ទាប់វាផ្សាយវាធ្វើវាអ្នកចេះដឹងអញ្ចឹងហើយបានជាតាធ្វើមិនយល់ឲ្យចៅឯងនិយាយប្រាប់តាដើម្បីតាបកស្រាយប្រាប់ចៅឯងថាតាឃើញឥឡូវតានិយាយខុសទៅមើលមីកថាណាមីកថាវាយករឿងហ្នឹងមកភូតគ្រប់គ្នាហើយសួររដ្ឋាភិបាលកម្ពុជាសួរថាក្រោយពីអា CDI ហ្នឹងវាថ្កោលទោសថៃបានអីមកវិញបានបលាលោះហើយនឹងប៉ោងខោអញ្ចឹងចប់អត់បានការឃើញទេដោយអង្គការ Peace Moon អញ្ចឹងគេឲ្យកលៀងបៀងមួយលោកហ៊ុនសែនឲ្យលុយ1លានគេថារង្វាន់លុយ1លានរង្វាន់សន្តិភាពណាលោកហ៊ុនសែនគាត់ជិះកប៉ាល់ហោះទៅកូរ៉េទៅទទួលពីអង្គការ Moon ហ្នឹងគាត់ថាហ្នឹងវាល្អប៉ុន្តែគ្មានណាឆ្កែអត់ព្រុសផងឆ្កែអត់ព្រុសផងសុំបីតែវាមានតម្លៃវា1លានក៏គេអត់ព្រុសផងគេដឹងច្បាស់ថាអាមូលនិធិហ្នឹងវាកើតពីណាមកយល់ទេសុំបីតាអតីតអគ្គលេខាធិការអាបិនខៀមូនទៅចូលរួមក៏អត់មានតម្លៃកលៀងបៀងលោកហ៊ុនសែនមានលុយរាប់លានគាត់ទៅវិញយកអាកលៀងបៀងនោះមកធ្វើអីណាដូចដូណាល់ត្រាំអញ្ចឹងដូណាល់ត្រាំជួយឲ្យចាប់បាន Nobel យកមកធ្វើអីបើខ្លួនជាប្រទេសមហាអំណាចហើយជាប្រធានាធិបតីរឿងនេះសិតតែរឿងមនុស្សចូលទេ Nobel Peace ក៏ខ្ញុំអត់ឲ្យតម្លៃចំណែកអាកលៀងបៀងដែលតាហ៊ុនសែនជីកប៉ាល់ហោះទៅតឹងកប៉ាល់ហោះទៅយកហ្នឹងក៏អត់តម្លៃទេអញ្ចឹងអាក្រុមហ៊ុនអីអាអង្គការអី Centris Democratic Internal អីហ្នឹងអានឹងស្អីនឹងអាចកណ្ដុរនោះអត់មានណាអត់បានការអីទេគាត់អត់បានការអីទេបាទបើវាទិញស្បែកជើងឲ្យតាហ៊ានខ្មែរដែលអត់ស្បែកជើងពាក់អាហ្នឹងតសើវាខ្លះតែប៉ុណ្ណឹងបងពងចាំគ្នាអត់យល់ពាក្យវិនិយោគហ្នឹងទេគ្នាស្មានថាយកលុយទៅចោលឲ្យគេបោកជាវិនិយោគមែនទេត្រីទៀងកឹមរាយុមួយថ្ងៃបាន$400មែនតាប៉ុន្តែបានមួយថ្ងៃផ្សេងខាងអញ្ចឹងហើយពិតអញ្ចឹងមែនបាន400ម្ដងណាជួនកាលលក់ stock ចំណេញបាន8000ប៉ុន្តែខាតអស់50000ណាលក់ភាគហ៊ុនចំណេញបាន8000ម្ដងតែខាតអស់50000អា50000ខាតហ្នឹងអត់និយាយប្រាប់គេទេឈ្នះលបែងក៏ចឹងនេះអញទៅកាស៊ីណូថ្ងៃនេះឈ្នះបានជាង10000ប៉ុន្តែអាចចាញ់អស់រាប់20 30ម៉ឺនយកផ្ទះទៅប្រចាំជាពាក់លុយ credit card អត់និយាយម៉ាត់ណា
Danny Sokha លោកគ្រូហេតុផលអ្វីអាមេរិកត្រឡប់មកដាក់សម្ពាធដល់យូក្រែនវិញវាជាមុខរបររកស៊ីរបស់លោក Donald Trump ណាលោក Donald Trump គាត់ធ្វើនោះដើម្បីប្រយោជន៍គាត់ដូច្នេះហើយគាត់ក៏ឃើញថាយូក្រែនហ្នឹងវាជារឿងចង់តល់ច្រកធម្មតាទេពាក្យខ្មែរយើងណា Danny Sokha គេថាយីអ៊ុនដាក់អរិយជន់គឺនៅពេលដែលយូក្រែនកំពុងតែតល់ច្រកគេសង្កត់កថែមទៀតអាហ្នឹងអញ្ចឹងណាម៉ារ៉ុកជួយបញ្យល់ពីឆ្វេងនិងស្ដាំនិយមបន្តិចមកឆ្វេងកុម្មុយនីសស្ដាំសេរីសាធារណរដ្ឋអាហ្នឹងនិយាយស្រួលស្ដាប់ណាអូខេសុកច័ន្ទនៅលើប្របាក់ទៅយកកំពុងតែនិយាយកូនអើយប្រាប់ឲ្យថាសួរពេទ្យខ្លួនឯងទៅបន្តទឹកភ្នែកនៅតែចង់ដឹងមិនមែនខ្ញុំដាក់ទៅល្អក្មួយឯងណាភ្នែកយើងខុសៗគ្នាណាកូនណាអូខេកុំជឿតាត្រូវតែខំរៀនម៉ាប់សួរថាតើកម្ពុជាចូលសមាជិក G20 បានទេកម្ពុជាសុំគេចូលមើលខ្លាចលោកចូលបានខ្ញុំមិនដឹងថាគេឲ្យចូលយ៉ាងម៉េចទេណាខ្ញុំក៏មិនដឹងដែរអា G20 ហ្នឹងខ្ញុំមិនដឹងណាមិនដឹងទេបាទមើលខ្ញុំអាចឆ្លើយបានខ្លះតែខ្ញុំមិនបានដឹងថាខ្ញុំមិនបានដឹងថាអា G20 ហ្នឹងចូលយ៉ាងម៉េចទេណាបាទខ្ញុំមិនបានដឹងទេអូខេការចូលជាសមាជិក G20 ការចូលជាសមាជិក G20 ណាគឺគ្រាន់តែជាការហៅគ្នាឲ្យចូលទេរីឯលក្ខខណ្ឌបុគ្គលិកភាពដែលត្រូវចូលនោះមិនតឹងតែងពេកទេតែជាទូទៅពាក្យថា G20 មានន័យថាសេដ្ឋកិច្ចធំទាំង20ក្នុងពិភពលោកណាសេដ្ឋកិច្ចធំទាំង20នៅក្នុងពិភពលោកគឺគេសម្គាល់លើទំហំ GDP គេសម្គាល់លើទំហំពាណិជ្ជកម្មពិភពលោកគេសម្គាល់ពីទំហំនៃកម្លាំងហិរញ្ញវត្ថុនិងគេសម្គាល់ពីអត្តពលនៃសេដ្ឋកិច្ចក៏ប៉ុន្តែវាអត់មានស្តង់ដារណាថាហេតលតែប៉ុណ្ណេះប៉ុណ្ណោះទៅយើងជា G20 ទេ G20 ភាគច្រើនជាការហៅរកទៅវិញទេមានន័យថាបបួលទៅវិញទេឧទាហរណ៍ណាឧទាហរណ៍ថាក្រុមធំនៅក្នុងពិភពលោកវាមានអាស៊ីអឺរ៉ុបអាមេរិកកាំងអាហ្វ្រិកហើយនិងមជ្ឈិមបូព៌ាអញ្ចឹងប្រទេសមួយចំនួនហ្នឹងក៏គេហៅរណាក៏คล้ายទៅជាប្រទេស G20 ណាអញ្ចឹងកម្ពុជាត្រូវចូល G20 ទេតាក់តងគេមើលបើតាក់តងទៅគេបបួលចូលគេទៅវាជារឿងល្អហើយណាអានឹងអញ្ចឹងណាខ្ញុំមិនសូវដឹងទេណានេះខ្ញុំឆែកមើលទេពីព្រោះខ្ញុំកន្លែងនេះខ្ញុំអត់សូវដឹងទេបាទ healthy care ខ្មែរលោកអ៊ំបានទៅលេងស្រុកខ្មែរអ្នកលក់ថាយ៉ាប់អីយ៉ាប់រកស៊ីណាស់ឥឡូវនេះហ៎អញ្ចឹងហ៎កំសាន្តអាចនិយាយអំពីការបង្ក្រាបនៅទីលានទៀនអានមិនបានទេចិនព្យាយាមលាក់បាំងរឿងនឹងមិនអោយគេឯងដឹងការបង្ក្រាបនៅឆ្នាំ89បើតាមខ្ញុំចាំវានៅឆ្នាំ89នៅទីលានទៀនអានមិនណាលាក់មិនចិត្តទេអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើចិនមួយរយៈក៏ប៉ុន្តែអាមេរិកគ្មានគោលដៅជួយជ្រោមជ្រែងចលនាប្រជាធិបតេយ្យចិនទេព្រោះចិនវាធំពេកអញ្ចឹងទៅក៏វាចាប់ទៅក្រៅពីហ្នឹងអត់មានអីទេវាមានការចាប់ចងមនុស្សរាប់ម៉ឺនរាប់សែននាក់មានការស្លាប់មនុស្សរាប់ពាន់នាក់មានការរត់លូនចេញមកក្រៅតែប៉ុណ្ណឹងរឿង89ហ្នឹងណារឿងនៅទៀនអានមិនហ្នឹងណាសីហាសួរថាលោកតាជួយបញ្យល់មូលហេតុអីកម្ពុជាមិនអាចមានរដ្ឋប្រហារកម្ពុជាគឺជាប្រទេសដែលកាន់កាប់ដោយគណៈបកប្រជាជនមានលោកហ៊ុនសែនជាស្ដេចអំណាច
លោកហ៊ុនសែនបានប្រើប្រាស់នយោបាយដោយយកក្បាលស្ដេចសីនុនិងរាជានិយមប្រើដាច់ថ្លៃហើយក៏យកសំរងស៊ីប្រើដាច់ថ្លៃហើយក៏យកកម្មសុខាអីប្រើដាច់ថ្លៃ30ឆ្នាំជាងមកនេះខ្មែរឡើងកម្រិតស៊ីជូខ្ពស់ហើយដោយសារនៅក្នុងសម័យប៉ុលពតខ្មែរធ្លាក់ខ្លួនដល់បាតអញ្ចឹងនៅពេលដែលខ្មែរស្ដារឡើងវិញខ្មែរមិនជឿលើរដ្ឋប្រហារទេមិនជឿលើរដ្ឋប្រហារទេដល់30ឆ្នាំជាងនេះនយោបាយត្រូវបានគេបំផ្លាញឲ្យឈប់គិតរឿងតវ៉ាអីហើយការកើតទុកមិនសក់ចិត្តនិយាយតាម Facebook អីបានប៉ុន្តែគំនិតនៃការតស៊ូលែងមានហើយអ្នកខ្លះគេថាហ្នឹងគឺជាជំងឺបាក់ស្បាតតែខ្ញុំថាវាមិនមែនបាក់ស្បាតទេគឺជាការបាត់បង់អស់រលីងនៅវប្បធម៌សង្គមដូច្នេះហើយអត់មានរដ្ឋប្រហារទេកូនរបបដឹកនាំនៅកម្ពុជាផ្លាស់ប្ដូរដោយបរទេសហើយបរទេសនោះមានតែម្នាក់ទេយួនអូខេឥឡូវឆ្លើយមួយចុងក្រោយណាចាន់ស៊ីសេចាន់ស៊ីយាកមិញគឺជាតេហ៊ានកុម្មុយនីសយួនបង្កើតឆ្នាំ41ហើយបានបញ្ចប់ទៅវិញនៅឆ្នាំ60នឹងហៅថាយាកមិញបង្កើតឆ្នាំ41ជាតេហ៊ានប្រដាប់អាវុធរបស់យួនកុម្មុយនីសដែលបង្កើតពីឆ្នាំ41ហើយបញ្ចប់ទៅវិញឆ្នាំ60យាកមិញយាកកង់គឺជាតេហ៊ានយួនកុម្មុយនីសបង្កើតឆ្នាំ60ហើយរំសាយទៅវិញឆ្នាំ76យាកមិញកើតមុនបន្ទាប់មកយាកកង់ណាអូខេហើយមួយទៀតគេហៅបោដយបោដយហ្នឹងគឺតេហ៊ានដែលយួនដែលទៅច្បាំងនៅឡាវនិងច្បាំងនៅកម្ពុជាដោយកងទ័ពយួនដែលវាយកហ៊ុនសែនហេងសំរិនមកឲ្យកាន់អំណាចនេះអាហ្នឹងបោដយហ្នឹងគេហៅថាកងទ័ពវៀតណាមស្ម័គ្រចិត្តអូខេតែប៉ុណ្្នឹងណាអញ្ចឹងខ្ញុំសូមជម្រាបលាបងប្អូនបាទទៅរកធ្វើអាហារឲ្យឆ្កែសិនជម្រាបលា